sai sắp hạt năng gọi cho nên bạn trả lo pi tông $5,000 không $5,000ក្នុងមួយខែស្ដាប់អត់ច្រឡំទេក្នុងមួយខែ$5,000ហើយកៅស៊ូបើតាមដឹងគឺក្នុងមួយឆ្នាំឲ្យផលរហូតដល់10ខែកាលណាយើងដាំទៅម្នាក់ឯងប្រកបជាឈ្មោះតម្លាក់តម្លៃទៅតាមចិត្តដែរពីព្រោះថាគេពិបាកមកដឹកគេអញ្ចឹងប៉ុន្តែគាត់អត់ទេពីព្រោះថាកៅស៊ូពេលបងប្អូនប្រមូលផលហើយមិនចាំបាច់លក់ភ្លាមក៏បានដែរយើងអាចទុកវាបានយូរវាអត់ខូចទេអត់ស្រក់គីឡូទៀតចាហើយថាកាន់តែស្ងួតកាន់តែបានថ្លៃដីកន្លែងណាដាំបានដែរបាទអញ្ចឹងណាបងគាត់ថាទី1ឧបសគ្គច្រើននិងឧបសគ្គតិចជាងបាទអញ្ចឹងនៅទឹកដីខាងកំពង់ឆ្នាំងនេះបារាំងកៅស៊ូឧបសគ្គរៀងច្រើនតែដាំបានអត់ដាំបានបាទឥឡូវគាត់កំពុងតែប្រមូលផលហើយបាទមានសួរបងបាទជួបគ្នាម្ដងទៀតហើយថ្ងៃនេះគឺជាថ្ងៃទី30បាទខែមិថុនាឆ្នាំ2026ហើយបានមកជួបបងសាធុរាម្ដងទៀតនៅនេះគេហៅភូមិអីដែរបងនៅហៅតំបន់អីគេបើចាំម្ចាស់ចការប្រាប់មិញគឺនៅក្នុងស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងហើយបងប្អូនឃើញជាការកស៊ូអញ្ចឹងកុំច្រឡំថានៅកំពង់ចាមគឺច្រឡំថាចេះទៅថតនៅកំពង់ចាមនិយាយថានៅកំពង់ឆ្នាំងអត់ទេបងប្អូននេះគឺជាចការបាទកៅស៊ូដ៏ធំមែនតើបាទប្រហែលជា40ហត្ថ40ហត្ថណាបងប្អូនមិនធម្មតាណាចាអ្នកកំពង់ឆ្នាំងដឹងអត់ថាខេត្តខ្លួនឯងមានចការកស៊ូដ៏ធំនៅធំមែនតើបាទមិញហ្នឹងជិះមកខាងមុខឃើញបន្តិចឯងបាទទៅពេលចូលមកក្នុងមកមិនដឹងអូធំមែនតើឥឡូវមិនដែរបងក្រោយពីបានជួបបងម្ចាស់ចំការផ្ទាល់ហើយក្រោយពីមានបទសម្ភាសន៍ជាច្រើនមិញឃើញបាទសួរនាំច្រើនបាទឥឡូវចាប់អារម្មណ៍មិនចំពោះបងវិញចាដោយថាខ្ញុំបានមកដល់ចការកស៊ូហ្នឹងលើកទី1ហើយនិយាយទៅបទពិសោធន៍ខ្ញុំមិនដែលបានជួបម្ចាស់ចការកស៊ូទេមិនថាតែនៅតំបន់ដីក្រហមឬក៏តំបន់នេះទេហើយខ្លាចត្រង់ថាជាទូទៅគឺគេដាំកស៊ូនៅខាងត្បូងឃ្មុំកំពង់ចាមនិយាយទៅតំបន់ដែរដីក្រហមណយផលតែគាត់នេះគឺដាំនៅកំពង់ឆ្នាំងហើយគាត់សង្ងំដាំរយៈពេល14ឆ្នាំហើយ14ឆ្នាំហើយ14ឆ្នាំហើយបងប្អូនហើយអត់មានពីណាដឹងទេពីព្រោះគាត់ក៏បានប្រាប់ហើយគេអត់ជឿថាគាត់អាចដាំបានបាទប៉ុន្តែបងប្អូនខ្ញុំមកដល់ខ្ញុំបានជួបគាត់គឺលក្ខណៈពិសេសរបស់គាត់គឺគាត់យកអាពាក្យដែលគេថាធ្វើអត់បានហ្នឹងគាត់ព្យាយាមរកវិធីសាស្ត្រយុទ្ធសាស្ត្រធ្វើតតែបានសង្ងំធ្វើឲ្យបានសង្ងំធ្វើឲ្យបានហើយកស៊ូរបស់គាត់គាត់អាចប្រមូលផលបានបើថាដោយសារតែគាត់ដាំនៅតំបន់ដែលគ្មានអ្នកណាដាំអញ្ចឹងបទពិសោធន៍ហាក់បីដូចជាថ្មីសាឡាសម្រាប់គាត់តែគាត់ព្យាយាមរហូតដល់រកបច្ចេកទេសធ្វើយ៉ាងណាឲ្យកស៊ូរបស់គាត់អាចបានចន្លោះពីមួយដើម2ខាំរហូតដល់1គីឡូកន្លះចាហើយទាបបំផុតទៅ2ខាំពីព្រោះថានៅក្នុងចការខ្ញុំជឿថានៅតំបន់ណាក៏ដោយវាមិនប្រកបថាបានផលល្អទាំងអស់ទេចាប៉ុន្តែគាត់កាច់កងទៅប្រមូលផលប្រចាំខែក៏គាត់នៅតែអាចរកចំណូលបានច្រើនចិញ្ចឹមកម្មករបានច្រើនគ្រួសារហើយចំណេញបាទអូបាទ40ហត្ថហ្នឹងគាត់ចំណេញបានចន្លោះពីខ្ទង់$5,000ក្នុងមួយខែ$5,000ក្នុងមួយខែកាច់អស់ហើយអូកាច់ទាំងថ្លៃជីថ្លៃថ្នាំក៏ដូចជាថ្លៃកម្លាំងពលកម្មវ៉ាវចំណេញគាត់បានប្រាប់អាហ្នឹងគឺគាត់អត់បានកុហកអីបងប្អូនទេបើសិនបើអត់ចំណេញគេក៏មិនដាំបន្តទៀតមិនដាំបន្តទៀតដែរនិយាយត្រូវបងចាក្នុងមួយខែ$5,000បងប្អូនចាស្ដាប់អត់ច្រឡំទេក្នុងមួយខែ$5,000ហើយកៅស៊ូបើតាមដឹងគឺក្នុងមួយឆ្នាំឲ្យផលរហូតដល់10ខែ10ខែបងប្អូនយកគុណ10ទៅដកតែ2ខែណានឹងទុកឲ្យវាសម្រាប់ដើមអញ្ចឹងហើយមែនតើការងារនេះបើសិនជាខ្ញុំជួបបងដូចរឿងកាលយើងទៅតរេននៅខាងកោះកុងបាទយើងមកជួបគ្នានៅចការចន្ទីនៅខាងខេត្តកំពង់ចាមឥឡូវមកដល់ចការកៅស៊ូនេះអ្វីដែលប្លែកនេះគឺពាក់ព័ន្ធនឹងទិន្នផលបាទហើយយើងនិយាយពីផលចំណេញវិញយើងឃើញថាកៅស៊ូនេះជួយមនុស្សបានច្រើនហើយផលចំណេញខ្ពស់ទៀតបាទហើយបើនិយាយពីតម្លៃទីផ្សារវិញរត់តែពិសេសបានន័យថាឈ្មោះច្រើនបាទដូចជាក់ស្ដែងបងក៏ដាំនៅកំពង់ឆ្នាំងក៏ដាំតែម្នាក់គាត់ហើយបងអញ្ចឹងបងប្អូនក៏ជាគិតថាកាលណាយើងដាំតែម្នាក់ឯងប្រកាសជាឈ្មោះតម្លាក់តម្លៃទៅតាមចិត្តហើយពីព្រោះថាគេពិបាកមកដឹកគេអញ្ចឹងណាប៉ុន្តែគាត់អត់ទេពីព្រោះថាកស៊ូនៅពេលដែលបងប្អូនប្រមូលផលហើយមិនចាំបាច់លក់ភ្លាមក៏បានដែរយើងអាចទុកវាបានយូរវាអត់ខូចទេអត់ស្រក់គីឡូទៀតចាហើយគាត់ថាកាន់តែស្ងួតកាន់តែបានថ្លៃអញ្ចឹងគាត់ប្រមូលផល3ដងអីនឹងគេហៅ3ដងគេហៅអី3ពលិyes 3ពលិហ្នឹងគឺគាត់ហៅឡានគេមកដឹកម្ដងអញ្ចឹងបើសិនបើឈ្មោះកតម្លាក់ថ្លៃគាត់ហៅឈ្មោះខមកទៀតអញ្ចឹងតម្លៃដែលគាត់លក់បានគឺអត់ទៀបជាងអ្នកដែលដាំនៅតំបន់ដីក្រហមទេគាត់ថាពាក់ព័ន្ធជាមួយនឹងបច្ចេកទេសហ្នឹងទាមទារឲ្យម្ចាស់ចការហ្នឹងគាត់រៀងអំណត់បន្តិចច្បាស់ជាមួយនឹងការថែទាំគាត់អាចនឹងប្រមូលផលបានគេដែរឥឡូវយើងនិយាយពីលទ្ធផលនិយាយពីផលចំណេញដែលគាត់ធ្វើបានតែរង្វង់នឹងការធ្វើឲ្យមានផលចំណេញហ្នឹងក៏គាត់ជួបផលវិបាកច្រើនដែរតែនៅពេលដែលបងសម្ភារគាត់មិនជួបផលវិបាកគាត់ដោះស្រាយមិនខ្លះជួបមានន័យថាគាត់ធ្វើទៅក៏ដាំវាចាបានហើយតែទិន្នផលច្បាស់ជាវាមានពាក់ព័ន្ធជាមួយនឹងការគៀងចូលហើយដីនឹងវាក្តាំងវាយ៉ាងអីចឹងទៅអញ្ចឹងគាត់នៅពេលដែលជួបបញ្ហាអញ្ចឹង
គាត់ប្រកាសជាអត់អាចដោះស្រាយបានទេពីព្រោះគាត់ដាំតែនៅដីក្រហមអញ្ចឹងគេដោះស្រាយបែបផ្សេងបញ្ហាបែបផ្សេងអញ្ចឹងនៅពេលដែលជួបបញ្ហានេះគឺគាត់ថាគាត់បានតំណែងទៅអ្នកបច្ចេកទេសនៅក្នុងក្រុមហ៊ុនហ៊ុយយន្តដើម្បីមកជួយដោះស្រាយបញ្ហាអញ្ចឹងនៅពេលដែលបងសុផាដែលជាអ្នកបច្ចេកទេសមកដល់គឺគាត់ចាប់ផ្ដើមដោយការបង្កើតជីនៅក្នុងដីធ្វើយ៉ាងណាឲ្យដីនឹងវាផុសឡើងវិញអញ្ចឹងកាលណាតែដីនឹងផុសឡើងវិញវាមានជីវជាតិគ្រប់គ្រាន់វាមានចឹងគេថាសារជាតិចិញ្ចឹមដើម្បីបំពន់ទៅលើដើមអញ្ចឹងកស៊ូហ្នឹងឲ្យមានផលចាអញ្ចឹងកស៊ូហ្នឹងវាឈប់គាំងចូលបាទល្អមែនតើបងប្អូនអញ្ចឹងអ្វីក៏ដោយបងប្អូនដូចជាការលើកឡើងអំពីថាទឹកដីកំពង់ឆ្នាំងជាដីប្រភេទដីខ្សាច់ឬក៏គេថាដីមិនសូវអំណោយផលតែនៅពេលដែលយើងមានជំនាញយើងមានបច្ចេកទេសហើយបើសិនជាយើងខ្វះបច្ចេកទេសត្រូវអ្នកជំនាញដែលខ្លាំងមកបាទអញ្ចឹងដូចហ៊ុយយន្តកសិកម្មដែលដូចបងជួបផ្ទាល់ហើយក៏យើងចោះឃើញថាទៅច្រើនចការបាទមានតាំងពីដូងផងបាទស្វាយចន្ទីផងតរេនផងបាទសុទ្ធសឹងតែជាបទពិសោធន៍និងជំនាញដែលគាត់យកមកដើម្បីផ្ដល់ជាការប្រឹក្សាឲ្យបានទិន្នផលបាទហើយបងប្អូនយើងមែនតើខ្ញុំគិតថាដីឡៃណាដាំបានដែរបាទអញ្ចឹងណាបងគាត់ថាទីមួយឧបសគ្គច្រើននិងឧបសគ្គតិចជាងបាទអញ្ចឹងដូចទឹកដីខេត្តកំពង់ឆ្នាំងនេះបើដាំកស៊ូឧបសគ្គរៀងច្រើនតែដាំបានអត់ដាំបានបាទឥឡូវគាត់កំពុងតែប្រមូលផលហើយក៏ទទួលបានផលចំណេញពីទិន្នផលកស៊ូដែលគាត់ដាំនឹងដែរហើយចេះបងប្អូនអីដែលខ្ញុំបានជួបម្ចាស់ចការច្រើនហ្នឹងគឺមិនថាបងប្អូនចង់ដាំដំណាំអីទេទៅតាមការសម្រេចចិត្តរបស់បងប្អូនហើយនឹងការសិក្សាឲ្យបានច្បាស់ថាបងប្អូនចង់បានប្រភេទដំណាំរដូវឬក៏ប្រចាំថ្ងៃទៅតាមការសម្រេចចិត្តរបស់បងប្អូនប៉ុន្តែអីដែលឃើញហ្នឹងគឺបច្ចុប្បន្នគឺបងប្អូនអត់ដាំដោយម្នាក់ឯងទេមានថាម្ចាស់ចការគាត់មិនមែននៅម្នាក់ឯងព្រោះបើមានបញ្ហាគឺមិនថាតែក្រុមហ៊ុនហ៊ុយយន្តក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មផ្សេងទៀតគឺគាត់មានអ្នកបច្ចេកទេសទាំងអស់ដើម្បីចាំជួយអញ្ចឹងមានថាយើងដូចមានគ្រូធំមួយនៅពីក្រៅអញ្ចឹងយើងមានបញ្ហាយើងអាចសួរពួកគាត់បាទអញ្ចឹងគឺល្អមែនតើបងអញ្ចឹងមែនតើទៅសរុបមកវិញការងារពាក់ព័ន្ធនឹងកសិកម្មការដាំដុះនេះគឺពិតជាជួយបាទមិនថាតែម្ចាស់ចការខ្លួនឯងជួយទៅដល់អ្នកដែលគាត់បម្រើការក្នុងការជាចរកស៊ូនេះ40ហាត់នេះបើសិនជាចំណាយបានន័យថាកម្លាំងពលកម្មវិញអត់ក្រោម30គ្រួសារទេបាទបើនេះច្រើនបាទច្រើនមែនតើន័យថាគាត់បង្កើតការងារនៅក្នុងតំបន់ឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់បានធ្វើបាទហើយមែនតើអ្នកនៅកំពង់ឆ្នាំងបើសិនជាក្រៅពីខេត្តកំពង់ចាមខេត្តដែលមានកស៊ូគាត់អត់ដែលមានបទពិសោធន៍លើការជាកស៊ូនោះទេតែដល់ពេលក្រោយពីបងប្រុសបានគាត់មកបង្កើតជាការដាំដុះកស៊ូនៅទីនេះធ្វើឲ្យពួកគាត់មានការងារបន្ថែមគាត់យល់ដឹងអំពីការប្រមូលផលកស៊ូនោះទៀតបាទជាបានស្អាតហើយមែនតើសង្កេតទៅមើលដើមរបស់គាត់អាយុកាលនេះគឺអាចថាខ្ទង់ចន្លោះ8ទៅ9ឆ្នាំបាទហើយតាំងពីការដាំយើងអត់រាប់ណាប្រមូលផលមកហ្នឹងគឺឃើញអាយុកាលហើយក៏ដូចជាការប្រមូលផលគឺដើមស្អាតមែនតើបាទអញ្ចឹងគឺបើយើងនិយាយពីកស៊ូអាចផ្ដល់ផលតកូនតចៅអាយុដល់60ឆ្នាំបាទហ្នឹងបើន័យថាមុនយើងកាប់ដើមវាចោលនិយាយកាប់ចោលហ្នឹងខុសទៀតកាប់ដើមវាលក់បាទបងដឹងកស៊ូមួយហាត់ដែលយើងកាត់ហ្នឹងលក់បានប៉ុន្មានទេអត់ដែលដឹងនៅក្នុងគីឡូមែនបាទមិនដឹងថាគេគិតមិនទេតែគាត់ថាក្នុងមួយហាត់គឺកាត់អាចបានចន្លោះពី$5,000ទៅ$6,000គាត់ដាក់ដាំឲ្យកាប់លក់វិញក៏ចំណេញដែរចារួចថ្លៃតាមទៅបាទរួចសល់ចំណេញវិញបាទចន្ទីមកហាត់យើងអស់តែ$2,000ទេបាទអស់តែ$2,000ដាំចោលទៀតថាយើងមិនប្រមូលផលចោលខ្ញុំនិយាយលេងណាតែកស៊ូត្រូវតែប្រមូលផលបានន័យថាបើយើងដាំចោលទុកវា7-8ឆ្នាំយើងកាប់ដើមលក់ក៏យើងចំណេញដែរចាអញ្ចឹងណាបាទអញ្ចឹងត្រឡប់មកវិញបងប្អូនយើងពាក់ព័ន្ធជាមួយនឹងចំណាប់អារម្មណ៍របស់បងគាត់ថាចង់បន្ថែមទៅលើអ្វីដែលបងប្អូនយើងកំពុងតែធ្វើស្រាប់ហើយជាពិសេសអ្នកដែលមានកស៊ូកំពុងតែយកផលព្យាយាមធ្វើយ៉ាងណាឲ្យការយកផលរបស់បងប្អូនឲ្យបានអាយុកាល60ឆ្នាំហើយក្នុងមួយឆ្នាំបងប្អូនគិតទៅធ្វើម៉េចឲ្យបានទិន្នផលថេបាទបើសិនជាបងប្រុសមិញនិយាយឧទាហរណ៍ថាមួយខែគាត់បានថា$4,000ចុះបាទអញ្ចឹងថា$4,000 10ខែទៅហើយក្នុងមួយឆ្នាំយើងគិតបូកសរុបទៅបាទវាច្រើនបាទអញ្ចឹងត្រឡប់វិញវាអាចផ្លាស់ប្ដូរជីវភាពបងប្អូនបាននៅពេលដែលបងប្អូនធ្វើទៅតាមបច្ចេកទេសហើយទទួលបានទិន្នផលពិតប្រាកដបាទកុំឲ្យចេះទៅតាមធ្វើនេះទៅបច្ចេកទេសនោះជួនកាលឥឡូវលើទីផ្សារគឺមានច្រើនបាទអ្នកបច្ចេកទេសក៏ខុសគ្នាប៉ុន្តែសូមឲ្យបងប្អូនថឹងថ្លៃបាទស្ដាប់ដោយការពិចារណាហើយស្វែងយល់អំពីការដាំរបស់យើងឲ្យកាន់តែច្បាស់លាស់បាទកុំជឿគេពេកឬក៏អ្នកខ្លះគាត់ណែនាំថាស្ដាប់ជឿតែ50%បានអាហ្នឹងជឿត្រឹមត្រូវព្រោះថាអីបច្ចេកទេសខុសគ្នាយើងវិភាគមើលតាតំបន់យើងវាម៉េចបាទកស៊ូយើងក៏សុខភាពវាម៉េចបាទអញ្ចឹងណាបងដំណាំវាពាក់ព័ន្ធតាំងពីដីតាំងពីអាកាសធាតុអញ្ចឹងវាអាចដូចគ្នា100%ទេបាទអញ្ចឹងគឺអាចទីឲ្យម្ចាស់ចការហ្នឹងគាត់ចេះថ្លឹងថ្លែងទៅតាមសាធារណភាពជាក់ស្ដែងអូខេអរគុណបងអញ្ចឹងសម្រាប់ការចូលរួមបាទក្នុងคลิปមួយនេះគ្រាន់តែជាចង់រំលឹកដល់បងប្អូនយើងក៏ដូចជាបាទចូលរួមចំណែកក្នុងការបង្ហាញទៅដល់បងប្អូនយើងបន្ថែមមកកាន់តែច្បាស់ទៅលើការដាំដុះនិងការថែទាំជួបគ្នាជាមួយគ្នាបាននឹងបងស្រីបាទវីដេអូក្រោយបន្តទៀតអរគុណ